ខ្ញុំកើតនៅថ្ងៃទី15មករា1936នៅភូមិស្រែគ្រូស្រុកត្រាំកក់ខេត្តតាកែវពេលដែលខ្ញុំមានអាយុ5ឆ្នាំឪពុករបស់ខ្ញុំបានបញ្ជូនខ្ញុំទៅរស់នៅក្នុងវត្តមួយដែលគេហៅថាវត្តពោធិ៍អង្ក្រងស្រុកគងពិសីខេត្តកំពង់ស្ពឺខ្ញុំត្រូវចៅអធិការព្រះនាមរស់មាសជាអ្នកមើលថែបន្ទាប់ពីព្រះចៅអធិការរស់មាសសុគតទៅខ្ញុំត្រូវបានមើលថែដោយសម្ដេចជួនណាតដែលកាលនោះព្រះអង្គជាភិក្ខុកាលខ្ញុំអាយុ10ឆ្នាំខ្ញុំបានបួសជាលោកនេនខ្ញុំនៅសាងភ្នោះជាព្រះសង្ឃអស់4វស្សាក្នុងអំឡុងពេលសាងភ្នោះខ្ញុំសិក្សាបាលីនឹងកម្មវិធីថ្នាក់បឋមសិក្សាក្នុងឆ្នាំ1949ខ្ញុំរៀនចប់បឋមសិក្សាហើយបន្តរៀនថ្នាក់មធ្យមសិក្សាទៀតដូច្នេះហើយខ្ញុំបានលាចាកសិក្ខាបទហើយបានក្លាយជាគ្រហស្ថដើម្បីបន្តការសិក្សានៅភ្នំពេញក្រោយមកខ្ញុំទៅភ្នំពេញដើម្បីចូលរៀនថ្នាក់វិទ្យាល័យក្នុងឆ្នាំ1955ខ្ញុំបានប្រឡងជាប់បាក់ឌុបហើយត្រូវបានអនុញ្ញាតឲ្យចូលរៀនសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចាប់ពីឆ្នាំ1956ដល់58ពេលដែលខ្ញុំបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងខ្ញុំទៅសិក្សានៅទីក្រុងម៉ាសៃប្រទេសបារាំងអស់រយៈពេល3ឆ្នាំមុនពេលដែលត្រឡប់មកប្រទេសកម្ពុជាក្នុងឆ្នាំ1961បន្ទាប់ពីបានចូលរៀននៅសាលាពេទ្យខ្ញុំបានជួបនឹងរៀបការជាមួយប្រពន្ធរបស់ខ្ញុំក្នុងឆ្នាំ1957ជាមួយគ្នានេះយើងមានកូន7នាក់ក្នុងនោះ2នាក់ក្នុងចំណោមកូនរបស់ខ្ញុំកូនប្រុសម្នាក់និងកូនស្រីម្នាក់បានស្លាប់ក្នុងអំឡុងរបបខ្មែរក្រហមពេលដែលខ្ញុំកំពុងសិក្សាផ្នែកវិទ្យាសាស្ត្រមុខវិជ្ជាជំនាញរបស់ខ្ញុំគឺវិទ្យុព្យាបាលដូច្នេះហើយវិជ្ជបណ្ឌិតត្រូវការយកខ្ញុំមកធ្វើការជាមួយតាមមន្ទីរពេទ្យជាច្រើននៅភ្នំពេញដែលត្រូវការជំនួយការប្រើឧបករណ៍ឆ្លុះកាំរស្មី X អ្នកជំងឺដំបូងខ្ញុំទៅធ្វើការនៅមន្ទីរពេទ្យកាឡាម៉ែតបន្ទាប់មកមន្ទីរពេទ្យរុស្ស៊ីនិងមន្ទីរពេទ្យជាច្រើនទៀតនៅភ្នំពេញបន្ទាប់ពីសេនាប្រមុខលន់ នល់បានធ្វើរដ្ឋប្រហារនៅខែមិនិនា1970ដើម្បីទម្លាក់សម្ដេចសីហនុចេញពីអំណាចខ្ញុំបានសម្រេចចិត្តចូលរួមចលនាកុម្មុយនីសតាមការអំពាវនាវរបស់សម្ដេចសីហនុដើម្បីតស៊ូប្រឆាំងនឹងរបបលន់ នល់ខ្ញុំបានចាក់ចេញពីភ្នំពេញចុងឆ្នាំ1970ហើយបានទៅចូលរួមចលនាបដិវត្តន៍នៅក្នុងខេត្តតាកែវដែលជាស្រុកកំណើតរបស់ខ្ញុំដែលក្រោយមកចលនានោះត្រូវបានស្គាល់ថាជាខ្មែរក្រហមបន្ទាប់ពីខ្ញុំបានទៅដល់ខេត្តតាកែវខ្ញុំបានបញ្ជូនប្រពន្ធនិងកូនទៅស្នាក់នៅជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំនៅក្នុងភូមិតាភេមស្រុកត្រាំកក់ក្នុងនាមជាអ្នកចំណូលថ្មីដំបូងអង្គការបានបញ្ជូនខ្ញុំទៅទទួលការបណ្ដុះបណ្ដាលនៅភ្នំដំរីរមៀលជាទីដែលខ្ញុំបានជួបជាមួយនឹងកម្មាភិបាលខ្មែរក្រហមសំខាន់មួយចំនួនដូចជាវិជ្ជបណ្ឌិតជួនជឿនហ៊ូនឹមនិងហ៊ូយុនបន្ទាប់ពីខ្ញុំមកដល់វិជ្ជបណ្ឌិតជួនជឿនបានផ្លាស់ទៅភូមិភាគឧត្តរនៃប្រទេសកម្ពុជាខ្ញុំត្រូវបានឲ្យទៅធ្វើការនៅភូមិភាគនិរដីបរិះដែលទទួលខុសត្រូវនៅតំបន់នោះមានឈ្មោះថាតានឹមដែលជាឈ្មោះប្រើក្នុងជួរកងទ័ពមុនពេលខ្ញុំចាប់ផ្ដើមធ្វើការនៅភូមិក្បាលអូតានឹមបានឲ្យសម្បត្តិមួយច្បាប់មកខ្ញុំដើម្បីឲ្យខ្ញុំយកទៅជួបតាមុកដែលជាអ្នកមានដើមកំណើតនៅខេត្តតាកែវទទួលខុសត្រូវភូមិភាគនិរដីទាំងមូលដែលហ៊ុំព័ទ្ធខេត្តជាច្រើនគាត់បានស្វាគមន៍ខ្ញុំឲ្យចូលក្នុងចលនាកុម្មុយនីសខ្ញុំបានចំណាយពេលជាច្រើនរៀនសូត្រពីតាមុកចំពោះអ្វីដែលខ្ញុំចាំបាច់ធ្វើដើម្បីបម្រើចលនាខ្មែរក្រហមទំនាក់ទំនងរវាងខ្ញុំជាមួយនឹងតាមុកនិងក្រុមគ្រួសាររបស់គាត់មានលក្ខណៈជិតស្និទ្ធដោយសារគាត់បានជួយជីវិតរបស់ខ្ញុំនៅពេលដែលខ្ញុំត្រូវបានចាប់ខ្លួនហើយត្រូវបានខ្មែរក្រហមដាក់គុកនៅដើមឆ្នាំ1975បន្ទាប់ពីទទួលបានការសន្តោសប្រណីពីតាមុកខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើការនៅមូលដ្ឋានខ្មែរក្រហមក្នុងស្រុកឈូអំឡុងពេលនោះខ្ញុំកម្រស្នាក់នៅមូលដ្ឋានណាស់ដោយសារតែមានការប្រយុទ្ធគ្នាធ្ងន់ធ្ងរខ្ញុំត្រូវទៅសមរភូមិមុខដើម្បីព្យាបាលអ្នកជំងឺអ្នកប្រយុទ្ធដែលរងរបួសនោះមានថ្ងៃមួយនោះអំឡុងពេលដែលខ្ញុំធ្វើដំណើរទៅសមរភូមិមុខម្ដងនោះជាមួយនឹងនារីពេទ្យ4នាក់ខ្ញុំស្ទើរតែបាត់បង់ជីវិតដោយសារតែគ្រាប់ផ្លោងរបស់ទាហានលន់ នល់ខណៈពេលដែលយើងហៀបទៅនឹងទៅដល់សមរភូមិមុខខ្ញុំឈឺបត់ជើងតូចខ្ញុំបានប្រាប់នារីពេទ្យទាំង4នាក់ឲ្យដើរទៅមុខពេលដែលខ្ញុំឈប់បត់ជើងតូចនៅឯគុម្ពោតព្រៃមួយសន្ទុះក្រោយមកខ្ញុំឮសំឡេងផ្ទុះយ៉ាងខ្លាំងបន្ទាប់ពីធូលីដីបក់ផាត់អស់ទៅខ្ញុំបានឃើញថានារីពេទ្យទាំង4នាក់បានស្លាប់អស់គ្រាប់ផ្លោងបានធ្លាក់ក្បែរនោះរួចនារីពេទ្យទាំងនោះក៏ត្រូវចំណាំងគ្រាប់ជះត្រូវសោះសាច់ទាំងអស់ខ្ញុំមានការរន្ធត់ពន់ពេកខ្ញុំសម្រេចចិត្តទៅដើររើសកំទេចសាច់ហើយដាក់ក្នុងអង្រឹងដោយសារខ្ញុំមិនដឹងធ្វើអ្វីផ្សេងទាល់តែសោះខ្ញុំបានរើសកំទេចសាច់ជាច្រើនដែលខ្ញុំអាចស្ពាយបានដាក់លើខ្នងដូច្នេះហើយខ្ញុំអាចបញ្ចុះសពឲ្យនារីពេទ្យដ៏អភ័ព្វទាំង4នាក់នោះនៅពេលដែលខ្ញុំបានត្រឡប់ទៅស្រែអណ្ដូងវិញ
បន្ទាប់ពីការជួបប្រទះការវាយប្រហារដោយគ្រាប់ផ្លោងខ្ញុំត្រូវបានចាត់តាំងឲ្យទៅធ្វើការនៅមន្ទីរពេទ្យភូមិភាគនិរដីនៅមន្ទីរពេទ្យខ្ញុំបានជួបជាមួយនឹងវិជ្ជបណ្ឌិតជាន់ខ្ពស់ខ្មែរក្រហមមួយចំនួនដែលបានបណ្ដុះបណ្ដាលដោយវៀតណាមខាងជើងក្រោយមកវិជ្ជបណ្ឌិតទាំងនោះត្រូវបានសម្លាប់អំឡុងពេលដែលការប្រយុទ្ធបានចុះថមថយបានប្រមាណថ្ងៃពេលនោះហើយដែលខ្ញុំត្រូវបានចាប់ខ្លួនហើយត្រូវបានបញ្ជូនទៅគុកក្រាំងតាច័ន្ទខ្ញុំបានជាប់គុកក្រាំងតាច័ន្ទចាប់តាំងពីថ្ងៃទី23ខែមិនិនាដល់ថ្ងៃទី20ខែមេសាឆ្នាំ1975ហេតុផលសម្រាប់ការចាប់ខ្លួននៅតែជាអាត់កំបាំងរហូតខ្ញុំមានអារម្មណ៍ថាដោយសារការចូលរួមជាមួយនឹងចលនាខ្មែរក្រហមបន្ទាប់ពីមានការអំពាវនាវពីសម្ដេចសីហនុដូច្នេះហើយខ្ញុំត្រូវបានមើលឃើញថាជាអ្នកដែលគ្រប់គ្រងសម្ដេចសីហនុដែលនឹងត្រូវសម្លាប់ជាមួយនឹងអ្នកដែលទទួលបានការបណ្ដុះបណ្ដាលពីវៀតណាមខាងជើងអ្នកជាប់គុកជាច្រើននៅគុកក្រាំងតាច័ន្ទគឺជាអ្នកមានឋានៈស័ក្តិក្នុងជួរខ្មែរក្រហមឬប្រវត្តិជាខ្មែរក្រហមឬជាសមាជិករបស់គ្រួសារអ្នកទាំងនោះបើតាមខ្ញុំដឹងគ្មាននរណាម្នាក់រស់រានមានជីវិតនោះឡើយលើកលែងតែខ្ញុំនិងស្រីក្មេងមួយរូបមានឈ្មោះថាកែវសំអាតដែលស្នាក់នៅក្នុងគុកក្បែរខ្ញុំការរស់រានមានជីវិតរបស់យើងគឺកើតឡើងដោយសារតែមានទំនាក់ទំនងជាមួយនឹងតាម៉ុកពី3សប្តាហ៍បន្ទាប់ពីខ្ញុំត្រូវបានចាប់ខ្លួនហើយបានដាក់គុកយោធាខ្មែរក្រហមបានគ្រប់គ្រងទីរួមខេត្តកំពង់ស្ពឺយោធាខ្មែរក្រហមទាំងនោះបានរកឃើញម៉ាស៊ីនថតដោយវិទ្យុហើយក៏បាននាំយកទៅឲ្យតាម៉ុកបានដឹងថាខ្ញុំគឺជាអ្នកបច្ចេកទេសខាងវិទ្យុដូច្នេះហើយគាត់ក៏ឲ្យខ្ញុំស្វែងរកម៉ាស៊ីននោះហើយមើលថាតើម៉ាស៊ីននោះនៅដំណើរការឬយ៉ាងណាពេលដែលគាត់មកដល់កន្លែងដែលខ្ញុំធ្លាប់ធ្វើការទៅតាម៉ុកបានដឹងថាខ្ញុំត្រូវបានបញ្ជូនទៅគុកក្រាំងតាច័ន្ទភ្លាមនោះគាត់បានទៅគុកនោះដើម្បីមើលថាតើខ្ញុំនៅរស់ឬយ៉ាងណាខ្ញុំនៅតែចងចាំយ៉ាងច្បាស់នៅការសន្ទនារវាងតាម៉ុកនិងមេគុកឈ្មោះអាចារ្យចិនតាម៉ុកបាននិយាយអាចារ្យចិនណាហែងចំអិនបានន័យថាសម្រាប់ពេទ្យយ៉ាវហើយនៅចិនមិនទាន់ទេបងតាម៉ុកតបឲ្យបាយស៊ីគ្រប់គ្រាន់ផងបន្តិចទៀតនឹងអញត្រឡប់មកយកវាបាទបងខ្ញុំថ្ងៃបន្ទាប់ខ្ញុំត្រូវបាននាំចេញពីគុកមែនហើយត្រូវបានផ្ដល់អាហារឆ្ងាញ់សម្រាប់ហូបប៉ុន្តែទោះបីជាខ្ញុំខំប្រឹងហូបយ៉ាងណាក៏ខ្ញុំមិនអាចហូបអាហារទាំងនោះបានទេខ្ញុំស្ងួតបំពង់កដោយសារភ័យខ្លាចបានធ្វើឲ្យខ្ញុំបាត់បង់ចំណង់បរិភោគថ្មីបើមានការស្រែកឃ្លានខ្លាំងនោះខ្ញុំមិនអាចហូបចំណីអាហារដែលនៅចំពោះមុខបានឡើយអ្នកធ្វើការនៅក្នុងគុកដែលយកចំណីអាហារមកឲ្យខ្ញុំនោះបាននិយាយដោយធានាថាខ្ញុំនឹងមិនមានអ្វីកាត់ឡើងនោះឡើយមិនយូរប៉ុន្មានតាម៉ុកបានមកដល់ហើយបានបញ្ជាខ្ញុំឲ្យមកជាមួយគាត់ខ្ញុំបានស្នើសុំឲ្យតាម៉ុកជួយដោះលែងស្ត្រីក្មេងឈ្មោះកែវសំអាតមុនពេលដែលយើងទៅដល់ផ្ទះរបស់គាត់ជាមួយគាត់បន្ទាប់ពីនោះមកខ្ញុំត្រូវបានបញ្ជូនឲ្យទៅធ្វើការក្នុងឃុំដោយប្រជាជនធម្មតាដទៃទៀតដែរភារកិច្ចរបស់ខ្ញុំគឺត្រូវបើកឡានដឹកទំនិញឬបើកនាវាអំឡុងពេលនៃការជាប់គុក27ថ្ងៃនៅគុកក្រាំងតាច័ន្ទខ្ញុំបានឃើញការធ្វើទរណកម្មអ្នកទោសយ៉ាងសាហាវចំនួន2ដងរបស់កម្មាភិបាលខ្មែរក្រហមដែលបានគ្រប់គ្រងទីនោះម្ដងនោះខ្ញុំបានឃើញអ្នកទោសស្ត្រី3នាក់2អ្នកស្រែអំពិលខ្ញុំបានឃើញអ្នកទោសស្ត្រី3នាក់ពីស្រែអំពិលខេត្តកំពតយកមកសួរចម្លើយឆ្មាំគុកបានបញ្ជាឲ្យអ្នកទោសមួយចំនួនរួមទាំងរូបខ្ញុំផងឲ្យអង្គុយនិងមើលការធ្វើទណ្ឌកម្មដំបងឆ្មាំគុកទាំងនោះបានដោះអាវអ្នកទោសស្ត្រីទាំង3នាក់នោះហើយបានប្រើដង្កាប់មូលសាច់រឿងដែលសាហាវបំផុតនៅពេលនោះគឺនៅពេលដែលឆ្មាំគុកបានប្រើដង្កាប់មូលមុខរបស់ជនរងគ្រោះហើយបញ្ជាមិនឲ្យអ្នកទោសនោះយំឡើយយើងអាចមើលឃើញស្នាមរបួសច្បាស់នៅលើខ្លួនរបស់អ្នកទោសទាំងនោះដែលឆ្មាំគុកមូលនឹងដង្កាប់ដែលបណ្ដាលឲ្យដាច់សាច់ហូរឈាមការឈឺចាប់ពិតជាមានកម្រិតធ្ងន់ធ្ងរណាស់ជនរងគ្រោះទាំង3នាក់បានដេករមួលលើដីដោយក្តីឈឺចាប់បំផុតបន្ទាប់ពីជនរងគ្រោះត្រូវមូលសាច់រួចហើយឆ្មាំគុកបានអូសជនរងគ្រោះទៅបង្គោលក្បែរនោះដែលប្រើសម្រាប់ចងព្យួរបង្គោលនីមួយមានទំពក់ធ្វើពីដែកឆ្មាំគុកទាំងនោះបានលើកអ្នកទោសទាំង3នាក់ឡើងហើយព្យួរជាប់ទៅនឹងថ្ពាល់បន្ទាប់មកឆ្មាំគុកម្នាក់បានប្រើកាំបិតមុតវះពោះជនរងគ្រោះឆ្មាំគុកនោះបានកាត់យកថ្លើមរបស់ជនរងគ្រោះហើយទាញចេញមកក្រៅហើយយើងត្រូវអង្គុយនៅទីនោះហើយមើលអ្នកទោសទាំង3នាក់ពេញមួយយប់រហូតដល់ព្រឹកបន្ទាប់រហូតអស់ជីវិតទើបឆ្មាំគុកម្នាក់បានមកបញ្ជាយើងឲ្យត្រឡប់ទៅគុកវិញទៅមានម្ដងនោះខ្ញុំបានឃើញអ្នកទោសជាស្ត្រីដែលទើបតែសម្រាលកូនរួចទទួលទណ្ឌកម្មយ៉ាងខ្លាំងឆ្មាំគុកបានប្រាប់អ្នកទោសជាស្ត្រីរូបនោះឲ្យទៅអង្គុយក្រោមម្លប់ឈើដែលមានអណ្ដូងទឹកតូចមួយក្បែរនោះក្រៅពីកូនដែលទើបតែកើតស្ត្រីរូបនោះមានកូនអាយុ2ឆ្នាំនៅជាមួយនឹងខ្លួនភ្លាមបន្ទាប់ពីស្ត្រីនោះនឹងកូនរបស់ខ្លួនអង្គុយក្រោមដើមឈើឆ្មាំគុកម្នាក់ក៏បានមកឆ្មាំគុករូបនោះបានយកកូនដែលទើបកើតថ្មីចេញពីដៃរបស់ស្ត្រីម្នាក់នោះរួចហើយបោកទីរូបនោះនឹងគល់ឈើហើយក្រវែងចូលក្នុងអណ្ដូង
បន្ទាប់មកឆ្មាំគុកនោះបានចាប់យកក្មេងធំម្ដងរួចបោកក្បាលរបស់ក្មេងនោះទៅនឹងគល់ឈើហើយចោលសាកសពចូលទៅក្នុងអណ្ដូងម្ដងទៀតនៅពេលដែលឃើញកូនរបស់ខ្លួនត្រូវបានសម្លាប់ដោយឃោឃៅស្ត្រីជាម្ដាយបានដួលសន្លប់នៅនឹងកន្លែងស្ត្រីជាម្ដាយត្រូវបានរុញចូលក្នុងអណ្ដូងហើយត្រូវបានកប់ទាំងរស់ជាមួយនឹងកូនរបស់ខ្លួននៅចន្លោះឆ្នាំ1975ដល់1979ខ្ញុំបានចំណាយពេលជាច្រើនធ្វើការដោយកម្លាំងនៅពេលដែលខ្ញុំត្រូវបានបញ្ជាឲ្យបើកត្រាក់ទ័រកាយដីខ្ញុំបានប្រាប់កម្មាភិបាលនោះថាខ្ញុំមិនដែលត្រូវបានបណ្ដុះបណ្ដាលឲ្យធ្វើការជាមួយនឹងម៉ាស៊ីនប្រភេទនោះទេតាំងពីមុនដូច្នេះហើយខ្ញុំមិនដឹងពីរបៀបប្រើទេប៉ុន្តែកម្មាភិបាលបានទទូចថាខ្ញុំត្រូវតែធ្វើដូច្នេះហើយខ្ញុំបានសាកល្បងហើយនៅពេលខ្ញុំកំពុងបើកបរនោះខ្ញុំបានបង្កឧបទ្ទហេតុជាច្រើនដែលបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើនក្នុងនោះមានឧបទ្ទហេតុមួយដែលបន្តញោមញីខ្ញុំរហូតដល់សពថ្ងៃពេលនោះខ្ញុំព្យាយាមយកប្រដាប់ឡោះសោរបស់ត្រាក់ទ័រជោគដីដើម្បីកោះធ្នឹមដែកនៅក្រោមម៉ាស៊ីនកិនស្រូវខ្ញុំចុចបញ្ជាខុសហើយបានយល់ទៅមកខាងរួចក៏បុកជញ្ជាំងក្បែរនោះដោយបង្កឲ្យមានការរលំលើមនុស្សជាច្រើនដែលអង្គុយនឹងឈរនៅក្បែរនោះខ្ញុំដឹងថាមនុស្សមួយចំនួនបានស្លាប់នៅក្នុងឧបទ្ទហេតុនោះខណៈដែលមនុស្សមួយចំនួនទៀតរងរបួសយ៉ាងធ្ងន់ធ្ងរបទពិសោធន៍អាក្រក់របស់ខ្ញុំជាមួយនឹងត្រាក់ទ័រជោគដីនោះមិនបានបញ្ចប់ដោយសារឧបទ្ទហេតុធ្ងន់ធ្ងរនោះទេខ្ញុំត្រូវបានបញ្ជាឲ្យបន្តរៀនសូត្របើកត្រាក់ទ័រនោះទៀតថ្មីបើខ្ញុំខ្វះសមត្ថភាពក៏ដោយខ្ញុំមិនចងចាំថាខ្ញុំជួបគ្រោះថ្នាក់ប្រមាណដងទេដែលខ្ញុំព្យាយាមបើកត្រាក់ទ័រនោះប៉ុន្តែខ្ញុំដឹងយ៉ាងហោចណាស់មានមនុស្ស4នាក់បានស្លាប់ដោយសារកំហុសរបស់ខ្ញុំក្នុងការព្យាយាមប្រើម៉ាស៊ីននោះឲ្យដំណើរការខ្ញុំចង់ឈប់ធ្វើការជាមួយនឹងត្រាក់ទ័រនោះប៉ុន្តែកម្មាភិបាលខ្មែរក្រហមដែលទទួលបន្ទុកនោះបានទទូចថាខ្ញុំត្រូវបន្តរៀនសូត្របើកបរត្រាក់ទ័រនោះរហូតដល់ខ្ញុំចេះពីរបៀបប្រើបើពុំដូច្នោះទេកម្មាភិបាលខ្មែរក្រហមនោះនឹងសម្លាប់ខ្ញុំចោលថ្ងៃរំដោះបានមកដល់នៅពេលដែលកងទ័ពវៀតណាមបានវាយចូលក្នុងប្រទេសកម្ពុជានៅដើមខែមករាឆ្នាំ1979នៅព្រឹកនោះខ្ញុំត្រូវបានចាត់តាំងឲ្យមកមន្ទីរភស្តុភាររបស់ខ្មែរក្រហមនៅទីប្រជុំជនខេត្តតាកែវដើម្បីជួយកំណត់អត្តសញ្ញាណប្រភេទឧបករណ៍ពេទ្យនិងមុខងាររបស់ឧបករណ៍ទាំងនោះនៅក្នុងប្រអប់ដែលទុកក្នុងឃ្លាំងខ្ញុំមានអារម្មណ៍តក់ស្លុតនិងភ័យខ្លាចយ៉ាងខ្លាំងដោយសារពេលនោះខ្ញុំត្រូវតែប្រាប់កម្មាភិបាលខ្មែរក្រហមអំពីឧបករណ៍ក្នុងប្រអប់នោះខ្ញុំនឹកគិតថាពេលនោះអត្តសញ្ញាណរបស់ខ្ញុំនឹងត្រូវបានលាតត្រដាងមិនខានឡើយប្រអប់ទាំងអស់ត្រូវបានបោះពុម្ពជាភាសាបារាំងនិងអង់គ្លេសពិតណាស់បើខ្មែរក្រហមដឹងថាខ្ញុំអាចអានភាសាទាំងនោះបាននឹងធ្វើឲ្យខ្ញុំខ្លាចជាមនុស្សគោលដៅសម្រាប់ធ្វើបាបមិនខានទោះបីជាយ៉ាងនេះក៏ដោយខ្ញុំយល់ថាมันមានចំណុចណាមួយសម្រាប់ខ្ញុំក្នុងការលាក់កំបាំងអត្តសញ្ញាណរបស់ខ្លួនឡើយព្រោះអ្នកដែលហៅខ្ញុំមកសុទ្ធតែស្គាល់ខ្ញុំច្បាស់ចំពេលដែលខ្ញុំកំពុងជួយកម្មាភិបាលខ្មែរក្រហមមើលអំពីប្រភេទផលិតផលផ្នែកវិទ្យាសាស្ត្រនៅក្នុងប្រអប់នីមួយៗយើងបានឮសំឡេងផ្ទុះជាច្រើននិងសំឡេងយន្តហោះលើក្បាលរបស់យើងភ្លាមនោះការប្រកាសអាសន្នក៏បានធ្វើឡើងហើយមនុស្សគ្រប់គ្នាបានរត់ប្រសេកប្រសាចគ្រប់ទិសដៅទាំងអស់ក្នុងសភាពជ្រួលច្របល់នោះខ្ញុំបានធ្វើដំណើរត្រឡប់ទៅឃុំដែលប្រពន្ធរបស់ខ្ញុំនិងកូនរស់នៅពេលធ្វើដំណើរត្រឡប់ទៅភូមិតាភេមដើម្បីស្វែងរកគ្រួសាររបស់ខ្ញុំបានជួបមិត្តភក្តិចាស់ឈ្មោះប៉ាកថូវិនគាត់បានធ្វើការឲ្យកងកម្លាំងរំដោះដែលបានបណ្ដេញខ្មែរក្រហមចេញពីអំណាចថូវិនបានឲ្យត្រាក់ឃោសនាមកខ្ញុំជាច្រើនហើយប្រាប់ខ្ញុំមិនឲ្យដើរតាមខ្មែរក្រហមដែលកំពុងរត់ចូលព្រៃនោះឡើយបន្ទាប់ពីយើងបែកគ្នាខ្ញុំបានទៅជួបជុំជាមួយគ្រួសាររបស់ខ្ញុំនៅភូមិតាភេមនិងរស់នៅទីនោះតែម្ដង2 ទៅ 3 ខែក្រោយមកម៉ាក់ថូវិនបានមកលេងនឹងខ្ញុំពេលគាត់មកលេងនោះខ្ញុំត្រូវបានតែងតាំងជាក្រុមប្រឹក្សាឃុំជាមួយនឹងអ្នកភូមិ4អ្នកផ្សេងទៀតបន្ទាប់ពីនោះមកខ្ញុំត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាស្រុកត្រាំកក់ទទួលបន្ទុកភារកិច្ចសាសនាអំឡុងពេលដែលខ្ញុំកាន់មុខតំណែងជាសមាជិកក្រុមប្រឹក្សាស្រុកត្រាំកក់ទទួលបន្ទុកកិច្ចការសាសនាខ្ញុំបានជួបប្រទះបញ្ហាជាច្រើនជាមួយនឹងអាជ្ញាធរថ្នាក់លើកំហុសរបស់ខ្ញុំគឺការបបួសព្រះសង្ឃដោយមិនបានសុំការអនុញ្ញាតជាមុនពីក្រសួងធម្មការនិងសាសនាបរិះដែលទទួលបន្ទុកនៅក្រសួងធម្មការនិងសាសនានោះគឺលោកម៉ាត់លីបានគំរាមកំហែងបញ្ជូនខ្ញុំទៅដាក់គុកដោយសារខ្ញុំមិនបានសុំការអនុញ្ញាតជាមុនចំពេលដែលខ្ញុំកំពុងជជែកការពារបញ្ហានោះលោកប៉ែនសុវណ្ណដែលកាលនោះគឺជានាយករដ្ឋមន្ត្រីបានមកដល់នឹងសួរថាតើមានអ្វីកើតឡើងបន្ទាប់ពីបានដឹងពីបទល្មើសរបស់ខ្ញុំលោកប៉ែនសុវណ្ណបានធ្វើអន្តរាគមន៍លើបញ្ហានោះបន្ទាប់ពីបានធ្វើការជាសមាជិកក្រុមប្រឹក្សាអស់មួយរយៈខ្ញុំត្រូវបានឲ្យទៅធ្វើការនៅមន្ទីរពេទ្យក្នុងទីប្រជុំជនខេត្តតាកែវជាអ្នកបកប្រែឲ្យវិជ្ជបណ្ឌិតជនជាតិស្វីសឈ្មោះស្រាក់ពីភើ
ដំបូងខ្ញុំត្រូវបានព្យាយាមលាក់កំបាំងប្រវត្តិរូបផ្នែកពេទ្យរបស់ខ្ញុំដោយធ្វើពុតថាខ្ញុំចេះតែភាសាបារាំងតែប៉ុណ្ណោះប៉ុន្តែมันអាចលាក់កំបាំងប្រវត្តិរូបផ្នែកពេទ្យរបស់ខ្ញុំបានឡើយមិនយូរប៉ុន្មានស្រៈបានស្វែងយល់ឃើញថាខ្ញុំគឺជាគ្រូពេទ្យដូច្នេះហើយខ្ញុំក៏ខ្លាចជាអ្នកបកប្រែនិងជាអ្នកធ្វើការងារជាមួយគាត់រហូតមកពេលដែលស្រៈនិងសហសេវករបស់គាត់បានមកដល់ខេត្តតាកែវដើម្បីធ្វើការងារស្ម័គ្រចិត្តនៅមន្ទីរពេទ្យខេត្តអាជ្ញាធរបានរៀបចំការសម្ដែងរបាំបុរាណខ្មែរដើម្បីស្វាគមន៍ភ្ញៀវបរទេសទាំងនោះបន្ទាប់ពីមើលការសម្ដែងនោះស្រៈបានជាប់ចិត្តស្រឡាញ់នារីរបាំម្នាក់ឈ្មោះជេកនៅពេលដែលគាត់ស្គាល់ខ្ញុំកាន់តែច្បាស់ស្រៈបានស្នើឲ្យខ្ញុំធ្វើជាមេអណ្ដែកហើយជួយផ្សំផ្គុំគាត់ឲ្យបានរៀបការជាមួយជេកការនោះសម្រាប់ជនបរទេសរៀបការជាផ្លូវការជាមួយនឹងរីកម្ពុជាគឺជារឿងដ៏លំបាកមួយដោយសារយើងកំពុងរស់នៅក្រោមរបបកុម្មុយនីសហើយมันមានបញ្ញត្តិណាមួយនៅក្នុងច្បាប់ដែលអនុញ្ញាតឲ្យមានការរៀបការរវាងប្រជាជនកម្ពុជានិងបរទេសជាពិសេសអ្នកដែលមកពីប្រទេសសេរីដូចជាអឺរ៉ុបខាងលិចឬអាមេរិកឡើយដើម្បីជួយសម្របសម្រួលការរៀបការរវាងស្រៈនិងជេកដំបូងខ្ញុំទៅជួបជេកនិងគ្រួសាររបស់គាត់ដើម្បីប្រាប់ពីចេតនារបស់ស្រៈបន្ទាប់មកឪពុកម្ដាយរបស់គាត់ក៏យល់ព្រមឲ្យខ្ញុំក៏ទៅជួបអាជ្ញាធរខេត្តដើម្បីស្នើសុំការអនុញ្ញាតឲ្យស្រៈដើម្បីបានរៀបការជាមួយនឹងនារីកម្ពុជាម្នាក់នេះអាជ្ញាធរខេត្តបានប្រាប់ថាมันមានច្បាប់នៅក្នុងសៀវភៅដែលអនុញ្ញាតឲ្យមានការរៀបការរវាងប្រជាជនកម្ពុជានិងជនបរទេសទេទោះបីជាយ៉ាងនេះក៏ដោយប្រសិនបើអ្នកទាំងពីរនោះស្រឡាញ់គ្នាទៅវិញទៅមកយើងអនុញ្ញាតឲ្យរៀបការស្ងាត់ៗបន្ទាប់ពីទទួលបានការយល់ព្រមពីអាជ្ញាធរខេត្តស្រៈនិងជេកបានរៀបការដោយមិនមានលក្ខណៈជាផ្លូវការឡើយដោយសារស្រៈមិនអាចនិយាយភាសាខ្មែរហើយប្រពន្ធរបស់គាត់មិនអាចនិយាយជាភាសាបារាំងខ្ញុំបានខ្លាចជាអ្នកបកប្រែសម្រាប់អ្នកទាំងពីរខ្ញុំរីករាយខ្លាំងណាស់អំឡុងពេលដែលធ្វើការជាអ្នកបកប្រែរយៈពេលប្រហែលខែសម្រាប់អ្នកទាំងពីរខ្ញុំនិយាយលេងសើចច្រើនតាក់ទងនឹងអ្នកទាំងពីរដោយបានប្រែពាក្យពេចន៍ធម្មតាឲ្យទៅជាពាក្យពេចន៍ស្នេហាឧទាហរណ៍នៅពេលដែលជេកត្រឡប់មកពីរំរបាំហើយបានមកមន្ទីរពេទ្យដើម្បីជួបជាមួយស្រៈដើម្បីដើរទៅផ្ទះជាមួយគ្នានោះស្រៈបានប្រាប់ខ្ញុំថាឲ្យប្រាប់ប្រពន្ធរបស់គាត់ឲ្យរងចាំគាត់ពី3នាទីព្រោះគាត់កំពុងបញ្ចប់ការងារសម្រាប់ការបកប្រែវិញខ្ញុំប្រាប់ជេកថាស្រៈហត់នឿយណាស់និងចង់អោបថើបគាត់ជេកខ្មាស់អៀនយ៉ាងខ្លាំងហើយយកដៃទាំងពីរគ្របមុខញញឹមដោយការខ្មាស់អៀននៅពេលដែលបុគ្គលិកខ្មែរដទៃដែលអាចនិយាយនិងយល់ភាសាបារាំងបានផ្ទុះសំណើចនោះទើបស្រៈនិងជេកដឹងថាខ្ញុំនិយាយលេងក្រោយមកខ្ញុំឈប់និយាយលេងសើចរពើរពោចពីអ្នកទាំងពីរនៅពេលដែលអ្នកទាំងពីរអាចសន្ទនាជាភាសាខ្មែរជាមួយគ្នាបានខ្លះៗប្រហែលឆ្នាំ1983ខ្ញុំបានចាក់ចេញពីមន្ទីរពេទ្យខេត្តតាកែវហើយបានទៅធ្វើការនៅក្រសួងមហាផ្ទៃនៅភ្នំពេញខ្ញុំធ្វើការនៅទីនោះរហូតដល់ឆ្នាំ2000ទើបខ្ញុំចូលនិវត្តន៍បន្ទាប់ពីចូលនិវត្តន៍ខ្ញុំបានត្រឡប់ទៅរស់នៅលើដីគ្រួសាររបស់ខ្ញុំនៅភូមិតាភេមវិញបច្ចុប្បន្នខ្ញុំចំណាយពេលជាច្រើននៅវត្តក្បែរនោះដើម្បីរៀនធម៌និងម្ដងម្កាលកំឡោអ្នកសិក្សាស្រាវជ្រាវទៅទស្សនាអតីតគុកខ្មែរក្រហមនៅក្រាំងតាច័ន្ទជាកន្លែងដែលខ្ញុំធ្លាប់ជាប់នឹងរស់រៀនមានជីវិតក្នុងចំណោមអ្នករស់រៀនមានជីវិត2នាក់